ចាជំរាបសួរលោកគ្រូនិងមិត្តរួមថ្នាក់ទាំងអស់គ្នាថ្ងៃនេះដែលខ្ញុំមកធ្វើបទបង្ហាញអំពីវាតម្លៃលើចរិតចរិយាសម្បទានិងបំណិនសិស្សខ្លឹមសារមេរៀនគឺមាន2ក្នុងនោះគឺទី1ប្រភេទលទ្ធផលសិក្សារំពឹងទុកបែបចរិយាសម្បទាទី2វិធីវាយតម្លៃចរិយាសម្បទារបស់សិស្សចូលដល់ចំណុចទី1.1ទី1ចុចកចរិតចរិយារបស់សិស្សគឺជាជំនាញតន់ឬជំនាញទំនាក់ទំនងផ្លាស់ខ្លួនដែលបុគ្គលនោះទទួលបានតាមរយៈការដកបទពិសោធន៍ពីការសិក្សានិងអាជីវការងារផ្សេងៗកាលណាយើងសិក្សាបានកាន់តែខ្ពស់និងធ្វើការងារបានកាន់តែច្រើននោះជំនាញផ្នែកចរិយាសម្បទារបស់យើងនឹងមានការរីកចម្រើនទៅតាមនឹងដែរហើយរបៀបដែលមនុស្សយើងធ្វើការទំនាក់ទំនងជាមួយមនុស្សដទៃគឺត្រូវការចរិយាសម្បទាហើយទាំងអស់នេះមានដូចជាជំនាញក្នុងការគ្រប់គ្រងខ្លួនឯងឬវិន័យផ្ទាល់ខ្លួនហើយការសហការជាមួយនឹងអ្នកដទៃហើយការប្រាស្រ័យទាក់ទងគ្នាទៅវិញទៅមកហើយការច្នៃប្រឌិតអ្វីមួយភាពអត់ធ្មត់ផ្សេងៗទៅលើការងារចូលដល់ចំណុចទី1ចុចខបំណិនពុទ្ធិហ្នឹងគឺជាវិជ្ជាសម្បទាគឺជាជំនាញដែលប្រើសម្រាប់ការគិតវិភាគហេតុផលចងចាំនិងរៀនផ្សេងៗមានដូចជាការគិតនិងឆ្លើយតបទាន់ហេតុការណ៍និងសកម្មភាពក្នុងការរៀបចំមេរៀនឬហេតុការណ៍ការផ្ចង់អារម្មណ៍ភាពបត់បែនការវិភាគបញ្ហាលម្អិតចូលដល់ចំណុចទី1គោលចរិតចរិយាសម្បទានិងលទ្ធផលសិក្សារំពឹងទុកចរិយាសម្បទានិងបំណិនសម្បទានឹងគឺចាំបាច់ដើម្បីទទួលបានជោគជ័យក្នុងការសិក្សាអាជីពការងារនិងការដោះស្រាយបញ្ហាផ្សេងៗក្នុងជីវិតហើយចំណុចខគឺប្រភេទនៃចរិយាសម្បទានិងលទ្ធផលសិក្សារំពឹងទុកការយល់អារម្មណ៍របស់អ្នកដទៃហ្នឹងគឺយល់ចិត្តគឺជាសមត្ថភាពក្នុងការយល់ពីអារម្មណ៍របស់មនុស្សម្នាក់ៗហើយទាក់ទងពួកគេតាមរយៈអារម្មណ៍នោះហើយចូលដល់ចំណុច4ហ្នឹងគឺលទ្ធផលសិក្សារំពឹងទុកបែបចរិយាមិនគឺអាកប្បកិរិយាគឺជាបំណិននៃអារម្មណ៍ដែលវាស្ថិតនៅផ្នែកខាងក្នុងហើយយើងដែលវាសម្ដែងចេញដើម្បីឆ្លើយតបទៅនឹងហេតុការណ៍វត្ថុដំមនុស្សអ្វីដែលមានការបញ្ចេញនោះអាចវិជ្ជមានឬអវិជ្ជមានចូលដល់ចំណុចចគឺលទ្ធផលសិក្សារំពឹងទុកបែបគុណតម្លៃគឺសំដៅទៅលើការយល់ឃើញរបស់បុគ្គលម្នាក់គិតនិងឲ្យតម្លៃទៅលើមនុស្សនិងវត្ថុផ្សេងៗខាងក្រោមនេះគឺជាតម្លៃដែលយើងភាគច្រើនតែងតែចង់បានហើយភាពស្មោះត្រង់ចរិយាភាពយុត្តិធម៌សេរីភាពហើយលទ្ធផលសិក្សារំពឹងទុកដោយផ្ដោតលើការលើកទឹកចិត្តហើយនៅក្នុងបរិបទសាលារៀនពាក្យថាលើកទឹកចិត្តហ្នឹងគឺសំដៅទៅលើសកម្មភាពរបស់សិស្សដែលបានចូលរួមក្នុងសកម្មភាពផ្សេងៗក្នុងការរៀននិងស្ដាប់ហើយក្នុងនោះមានដូចជាការផ្ដួចផ្ដើមក្នុងការរៀនការខិតខំប្រឹងប្រែងការតាំងចិត្តនិងភាពជាប់លាប់ក្នុងការរៀនហើយនៅក្នុងន័យម្យ៉ាងទៀតការលើកទឹកចិត្តហ្នឹងគឺសំដៅទៅលើការចូលរួមយ៉ាងសកម្មរបស់សិស្សក្នុងការរៀនសូត្រដើម្បីទទួលបាននូវជំនាញនិងចំណេះដឹងដែលសិស្សហ្នឹងមានការចូលរួមយ៉ាងសកម្មនិងឲ្យតម្លៃក្នុងការសិក្សាហើយការវាស់វែងនៅទឹកចិត្តសិស្សចំពោះការសិក្សាហ្នឹងគឺវាជាការបង្ហាញកម្រិតចំណេះដឹងរបស់សិស្សហើយបង្ហាញថាសិស្សនឹងយល់និងអាចឆ្លើយឬអនុវត្តមេរៀនបាននឹងត្រូវប្រើវាដើម្បី
វាស់វែងការរៀនរបស់សិស្សឧទាហរណ៍ហ្នឹងគឺក្រោយបង្រៀនមេរៀនមួយគ្រូធ្វើសំណួរតេស្តនិងលំហាត់ហើយលទ្ធផលដែលសិស្សធ្វើបានហ្នឹងគឺហៅថាផលសិក្សាចូលដល់ចំណុចទី2គឺវិធីវាយតម្លៃចរិយាសម្បទានរបស់សិស្ស 2.1 ការអង្កេតរបស់គ្រូជំហានដំបូងក្នុងការប្រើការសង្កេតគឺដើម្បីកំណត់ជាមុនថាតើឥរិយាបថជាក់លាក់របស់សិស្សហ្នឹងគឺទាក់ទងទៅនឹងគោលដៅដែលយើងចង់វាស់វែងមានអ្វីខ្លះហើយនេះចាប់ផ្ដើមជាមួយនឹងការយល់ច្បាស់អំពីនិយមន័យរបស់វាជាមុនសិនហើយ 2.1.1 ការអង្កេតទូទៅការអង្កេតទូទៅហ្នឹងគឺជាការអង្កេតសកម្មភាពសិស្សដោយគ្រូហ្នឹងមិនចាំបាច់ប្រើទម្រង់ស្មុគស្មាញហើយគ្រូហ្នឹងត្រូវមានគោលដៅច្បាស់លាស់ក្នុងការអង្កេតហើយនឹងកត់ត្រាសកម្មភាពនិងទាំងវិជ្ជមាននិងអវិជ្ជមានហើយទាំងក្នុងនិងក្រៅសិក្សានិងក្នុងទាំងក្រៅម៉ោងសិក្សាហើយក្នុងការអង្កេតគ្រូនឹងត្រូវជៀសវាងការធ្វើបរិយាវិនិច្ឆ័យលើអាកប្បកិរិយារបស់សិស្សវាមានអត្ថប្រយោជន៍ដូចជាអាចអង្កេតបានគ្រប់ពេលវេលាហើយប្រើពេលតិចហើយនឹងមិនចាំបាច់មានទម្រង់កត់ត្រាច្រើននិងមានភាពបត់បែនអីទេហើយចំណុចទី 2.1.2 ហ្នឹងការអង្កេតមានរចនាសម្ព័ន្ធការអង្កេតជាក់លាក់គឺត្រូវបានប្រើក្នុងទម្រង់ច្រើនក្នុងការកត់ត្រាអំពីសកម្មភាពនានារបស់សិស្សហើយរាល់ការកត់ត្រាហ្នឹងគឺត្រូវធ្វើទាំងសកម្មភាពវិជ្ជមាននិងអវិជ្ជមានហើយលើសពីនេះទៅទៀតហ្នឹងយើងត្រូវកំណត់ឲ្យបាននៅចំណុចសំខាន់ណាមួយហើយយើងត្រូវជ្រើសរើសចំណុចទី2គឺសង្ខេបការសម្ភាសរបស់គ្រូការសម្ភាសរបស់គ្រូនឹងគឺជាវិធីសាស្ត្រសំខាន់សម្រាប់វាយតម្លៃលទ្ធផលសិក្សាជំនឿនិងឥរិយាបថចិត្តសង្គមរបស់សិស្សគ្រូនឹងអាចសម្ភាសសិស្សជាបុគ្គលឬជាក្រុមដូចជាការពិភាក្សាជាក្រុមនិងការតស៊ូមតិដើម្បីវាស់វែងនិងយល់ពីអាកប្បកិរិយាសិស្សបានច្បាស់ហើយវាអនុញ្ញាតឲ្យគ្រូនឹងមានពេលវេលាទំនាក់ទំនងនិងសួរឆ្លើយជាមួយនឹងសិស្សកាន់តែបានច្រើនហើយដើម្បីឲ្យការសម្ភាសន៍មានប្រសិទ្ធភាពនឹងគ្រូត្រូវបង្កើតទំនុកចិត្តរវាងគ្រូនិងសិស្សព្រោះទំនុកចិត្តជាមួយជាចំណុចសំខាន់ក្នុងការទទួលបានព័ត៌មានពិតពីសិស្សហើយ3ស្វ័យវាយតម្លៃរបស់សិស្សស្វ័យវាយតម្លៃលទ្ធផលសិក្សារបស់សិស្សហ្នឹងផ្ទាល់គឺផ្ដល់ឱកាសឲ្យសិស្សនឹងធ្វើការវាយតម្លៃនិងឆ្លុះបញ្ចាំងនៅលទ្ធផលសិក្សាដែលគាត់នឹងទទួលបានបន្ទាប់ពីរៀនមេរៀនមួយចប់ឬមួយវគ្គហើយលទ្ធផលវាយតម្លៃតាមរយៈការប្រឡងការអង្កេតរបស់គ្រូនិងស្វ័យវាយតម្លៃរបស់សិស្សនឹងត្រូវតែស៊ីគ្នាឬដូចគ្នាហើយបើលទ្ធផលប្រឡងមកល្អតែសិស្សនឹងធ្វើស្វ័យវាយតម្លៃថាខ្លួនមិនបានចេះមេរៀនគឺបានន័យថានឹងមាននៅចំណុចខ្វះខាតឬមិនទាន់យល់បន្ថែមអំពីភាពខុសគ្នានេះទេ